ឆេះទៀតហើយនៅថៃហាងនឹងឃ្លាំងផ្ទុកសម្ភារៈតែបាយគ្រឿងសង្ហារឹមមួយកន្លែងឬឆេះខ្ទេចទាំងយំខាតទឹកប្រាក់ជាង50លានបាតកាលពីយប់ថ្ងៃទី13មិថុនាឆ្នាំ2025កន្លងទៅនេះប្រមាណម៉ោង21:20នាទីមានអគ្គិភ័យមួយបានឆាបឆេះហាងរស់សម្ភារៈតែបាយនិងគ្រឿងសង្ហារឹមមួយកន្លែងក្នុងប្រទេសថៃបណ្ដាលឲ្យខូចខាតទឹកប្រាក់សរុបជាង50លានបាតតាមព័ត៌មានបានឲ្យដឹងថាហេតុការណ៍ខាងលើនេះបានកើតឡើងនៅស្រុកបួរលំភូខេត្តឧដុង្គធានីប្រទេសថៃដោយកន្លែងខាងលើនេះគឺជាកន្លែងលក់ព្រមទាំងជាឃ្លាំងស្តុកសម្ភារៈតែបាយនិងគ្រឿងសង្ហារឹមធូរឡើងពីផ្លាស្ទិកតាមរយៈបុគ្គលិកនៅក្នុងហាងបានឲ្យដឹងថាបន្ទាប់ពីខ្លួនបានយកអីវ៉ាន់ទៅឲ្យភ្ញៀវហើយត្រឡប់មកវិញក៏ឮសំឡេងទុសេនៅជាន់ខាងលើរួចក៏ការទៅជាអណ្ដាតភ្លើងហើយត្រឹមតែ5នាទីក្រោយមកវាក៏ចាប់ឆេះរាលដាលយ៉ាងសន្ធោសន្ធោយ៉ាងណាមិញខាងអាជ្ញាធរបានចូលមកអន្តរាគមន៍ពនុតដោយប្រើពេលជាង1ម៉ោងទើបអាចគ្រប់គ្រងបាននិងគ្មានអ្នករងរបួសនោះទេក្នុងនោះអាជ្ញាធរបានសន្និដ្ឋានថាមូលហេតុនៃការឆេះគឺបណ្ដាលមកពីការទុសេខ្សែភ្លើងហើយចំណែកតម្លៃនៃការខូចខាតសរុបគឺប្រហែលជាង50លានបាតប្រភពថៃរ៉ាត់អរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាសូមកុំភ្លេចចុច like និង subscribe channel ខ្ញុំផងដើម្បីទទួលបាននូវវីដេអូថ្មីៗរៀងរាល់ថ្ងៃ